អូបយើងមួយចំនួនប្រហែលជាឃើញរឿងរ៉ាវនេះហើយ drama រឿងតរេននៅខាងប្រទេសថៃសួរតែពាក់ព័ន្ធអីជាមួយនឹងខ្មែរយើងអត់វាក៏ពាក់ព័ន្ធដែរព្រោះយើងក៏ចូលរួមចំណែកនៅក្នុងការដែលធ្វើឲ្យប្រទេសថៃព្រួយបារម្ភពីបញ្ហាតរេនវាច្រើនពេករហូតដល់លក់ចេញមិនទាន់មុនទៅដល់មកញ៉ាំទឹកលក់តែគឺតែរ៉ូសាគីឡូតែមូហុងពីកពូលភ្នំយូណានជួយសម្រួលទៅដល់សុខភាពរបស់យើងបានច្រើនយ៉ាងសំខាន់ហ្មងដែលខ្ញុំពេញចិត្តទីមួយគឺតងការគេងជួយធ្វើឲ្យគេងលក់ស្កប់ស្កល់អារម្មណ៍របស់យើងក៏ប្រសើរនឹងសម្រួលអេយ៉ាប័តនៅក្នុងការប្រើជីវិតរបស់យើងឲ្យមើលទៅគួរឲ្យគេចង់នៅក្បែរឬក៏វាងាយស្រួលឡើងអត់សូវតាំងតែងចិត្តអីប្រមាណសម្រាប់ប្រេងកន្លប់2កន្លប់មូហុងមកព្រោះវិធីសង្ងត់ចំហាយតិចមកសង្ងត់ឲ្យវាស្ងួតអញ្ចឹងរក្សាគុណភាពទាំងអស់តែម្ដងក្រៅតែពីប្រេងកន្លប់ដែលជួយសម្រួលដល់ហូម៉ូនសម្រួលដល់ការគេងរបស់យើងហ្នឹងសម្រួលដល់អារម្មណ៍របស់យើងហ្នឹងក៏មាន anthocyanin ក៏ងារថា Regeni anthocyanin ហ្មងព្រោះវាសម្បូរជាងផ្លែឈើតកូល berry ទៀតចុងក្រោយគឺពួកវីតាមីនជួយទាំងសុខភាពជួយទាំងស្បែកទៀតចឹងសម្រាប់បងប្អូនរបស់យើងដែលចង់បានតែដែលញ៉ាំហើយជួយទៅដល់សុខភាពទាំង3យ៉ាងដូចខ្ញុំនិយាយនេះអាចសាកល្បងមួយតែរ៉ូសាគីឡូបានតាមរយៈលេខទូរស័ព្ទនិង QR code នេះក៏បានដូចគ្នារឿងគឺចាប់ផ្ដើមដំបូងដោយសារតែថៃដល់រដូវកាលប្រមូលផលតរេនហើយនិយាយទៅដើមរដូវកាលដូចគ្នាជាមួយតរេននៅស្រុកខ្មែររបស់យើងដែរដោយសាររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសថៃដឹងតរេនផ្លែឈើនៅក្នុងមួយឆ្នាំនាំចេញមកប្រទេសកម្ពុជាប្រហែលលានតោទាំងតរេនក្តីទាំងមកខុតទាំងសាវម៉ាវអីក្តីដល់ពេលស្រាប់តែបិទព្រំដែននោះនាំចេញមកយើងអត់បានបើសិនតែនាំចេញមកយើងបានមិនមែនត្រឹមតែប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនទេណាដែលញ៉ាំតរេនឬក៏ផ្លែឈើរបស់ប្រទេសថៃណែកណ្ដាលបំពេញទៅហើយក៏និយមដែរពេលបិទព្រំដែនធ្វើមិនមិនស្ញេញអត់អាចនាំចេញមកខ្មែរបានគេស្ទង់ស្ថិតិឲ្យដឹងថាតរេនតែសល់មិនដឹងជានាំចេញឬក៏រកទីផ្សារទៅខាងណាទាន់ទេវិធីមកធ្វើ campaign រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ថៃសហការជាមួយនឹងអ្នកលក់អនឡាញល្បីឈ្មោះរបស់ប្រទេសថៃម្នាក់នេះ Pimripai ត្រឹមតែមកសហការស្អីជាមួយ Pimripai ទេទៅណក live លក់ជាមួយនឹង influencer ល្បីរបស់ប្រទេសចិនថែមទៀតដើម្បីរកទីផ្សារនៅក្នុងការបញ្ចេញផ្លែឈើរបស់គេប៉ុន្តែហេតុផលដែលគេនិយាយថាត្រូវធ្វើ campaign នឹងអីហ្នឹងគេមិនមែននិយាយថាដោយសារតែមិនបាននាំចេញទៅប្រទេសជិតខាងអីចឹងអត់ទេគេប្រាប់ថាដោយសារតែតរេនរបស់ប្រទេសថៃឆ្នាំនេះប្រមូលផលបានច្រើនខុសពីធម្មតាប្រហែលជាបាន20លានតោនឬក៏2លានតោននេះច្រើនហ្មងច្រើនខុសពីធម្មតាអញ្ចឹងត្រូវតែរកវិធីនៅក្នុងការចែកចាយតរេននឹងឲ្យដល់ដៃអ្នកបរិភោគមិនថាតែនៅក្នុងប្រទេសឬក៏ក្រៅប្រទេសទេបានច្រើនបំផុតតែអាចធ្វើទៅបានខាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់គេក៏រកវិធីមានតាក់ទង influencer ល្បីរបស់ប្រទេសចិនមក live លក់ផងជឿនេះខ្ញុំសរសើរអូខេខ្ញុំស្អប់ខ្ញុំចូលចិត្តហ្នឹងហើយប៉ុន្តែខ្ញុំឃើញអំពីវិធីនៅក្នុងការដោះស្រាយបញ្ហានៃការផលិតនៅកសិផលបានច្រើនហើយវាសល់របស់រដ្ឋខាងថៃតាក់ទង influencer ល្បីចិនដែលជាអ្នកបរិភោគលេខ1នៅតរេនរបស់ថៃមកឡាហើយខាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៅឈរ live ជាមួយទៀតដើម្បីធានាអាងថាតរេនរបស់គេមានគុណភាពល្អហើយរឿងតរេនរបស់គេមានគុណភាពល្អនេះវាក៏នឹងឲ្យមានព័ត៌មានកាលពីរដូវកាលតរេនឆ្នាំមុននោះមិនមែនថ្មីនេះទេព្រោះឃើញមានព័ត៌មានសុខខ្មែរយើងចុះរឿងចិនបែនតរេនរបស់ថៃប្រហែល100កុងតឺន័រហ្នឹងដែរប៉ុន្តែអត់ឃើញបញ្ជាក់ថ្ងៃខែបានច្បាស់លាស់គេលោកតែមានបងប្អូនយើងយល់ច្រឡំថាវាទៅតែកាត់ឡើងថ្មីនេះក៏ប៉ុន្តែរឿងចាស់ហើយយើងដូចជាធ្លាប់និយាយគ្នាមិនសារហើយនៅកាលពីរដូវកាលតរេនឆ្នាំ2025មកម្លេះដោយសារតែគេឆែកទៅឃើញថាតរេនរបស់ថៃហ្នឹងមានការចលក់អាថ្នាំលឿងវាមានសារធាតុដែលប៉ះពាល់ទៅដល់សុខភាពហើយនៅក្នុងមួយឆ្នាំចិនចំណាយលុយ30ទៅ40លានយួននៅក្នុងការទិញតរេនរបស់ប្រទេសថៃតែបែរជាបាននៅសារធាតុគីមីហ្នឹងចូលនៅក្នុងខ្លួនទៅវិញគេក៏មានការពិចារណាជាមួយនឹងការទិញពេលអញ្ចឹងដើម្បីបង្កើនភាពជឿជាក់មន្ត្រីកសិកម្មពាណិជ្ជកម្មរបស់ប្រទេសថៃគេព្យាយាមដោះស្រាយរឿងហ្នឹងតាំងពេលនោះមកហើយធានាតាក់ទងខាងរដ្ឋរបស់ប្រទេសចិនដែលគេមកបណ្ឌិតឲ្យគេបណ្ឌិតឲ្យបានច្បាស់ឲ្យបានលម្អិតព្យាយាមទប់ស្កាត់តាក់ទងរឿងអស់នឹងព្យាយាមកែខៃវាតែសួរថាគេទុកចិត្តដោយកាលពីមុនអត់ក៏មិនច្បាស់អញ្ចឹងគេតាក់ទងទៅកាន់ influencer ល្បីរបស់ប្រទេសចិនឬក៏អ្នកលក់អនឡាញល្បីរបស់ប្រទេសចិនឲ្យមក live លក់តរេនក៏លក់បានរបស់គេខ្លាំងចឹងដែរទៅពួកគេមាន fan របស់គេ influ ឲ្យ comment តែម្នាក់ដែរដូចជាតាក់ទងច្រើនអ្នកដើម្បី live ជាបន្តហៅវិធីដើម្បីបញ្ចេញតរេនឲ្យតន់កុំឲ្យវាលួយកុំឲ្យវាខូចត្រឡប់មករឿងPimripai នេះវិញនិយាយអូលយមែនតើអាងថាតរេនដែលខ្លួនឯង live លក់នេះសហការអីឬក៏ទូបានការរៀបចំណែនាំមកបន្ថែមពីខាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតាក់ទងមកសុំឲ្យជួយលក់តរេនផងអីផង Pimripai ជួយអស់ពីចិត្តខាតអស់ប្រហែលជា10លានបាតដើម្បីយកតរេនពីចការរបស់ប្រជាពលរដ្ឋរបស់ប្រទេសថៃហ្នឹងយកមកលក់នៅក្នុងតម្លៃថោកឲ្យប្រជាពលរដ្ឋថៃហ្នឹងបានហូបតរេនដែលឆ្ងាញ់ដើមរដូវកាលនៅក្នុងតម្លៃត្រឹមតែ100បាតតែប៉ុណ្ណោះមួយផ្លែធំ premium grade A ជាផ្លែតរេនលំដាប់នាំចេញផ្សាយថាអញ្ចឹងនៅមុខរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏ញឹមហ្នឹងហើយតរេនយើងល្អចេញចុះព្រោះដោយសារតែប្រជាកសិករនេះដាំដុះតរេននៅស្រុកថៃច្រើន
ហើយឆ្នាំនេះគឺយើងប្រមូលផលបានច្រើនមែនតើអញ្ចឹងយើងក៏ធ្វើការលក់ចែកចាយនៅក្នុងតម្លៃពិសេសបែបនេះបែបនោះអញ្ចឹងជួយនិយាយបន្ថែមហាក់បីដូចជាគ្រប់គ្រងលើសម្ដីរបស់ PewDiePie ប៉ុន្តែសម្ដី PewDiePie ថងចំណុចហ្នឹងវាខុសពីការពិតថងមិនថាចំណាយលុយប្រហែលជា10 លានបាតដើម្បីខាតព្រោះទៅលើកដៃសំពះដែលនិយាយយំផងអីផងហ្នឹងគឺសម្ដែងទេដែលយើងឃើញវីដេអូ PewDiePie សម្ដែងឲ្យគេនឹងអាណិតឲ្យគេនឹងឃើញទឹកចិត្តថាខ្លួនឯងនឹងលះបង់ដើម្បីប្រទេសថៃលះបង់ដើម្បីប្រជាជនថៃប៉ុន្តែនិយាយរួមគឺដើម្បីផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះថាទៅលើកដៃសំពះរំភើបចិត្តមែនតើអរគុណទៅដល់ម្ចាស់ចការមួយចំនួនដែលលក់ឲ្យ PewDiePie នៅក្នុងតម្លៃថោកតែអ្នកមួយចំនួនក៏លក់នៅក្នុងតម្លៃថ្លៃតែវាមិនអីទេ PewDiePie នឹងចាយលុយខ្លួនឯងដើម្បីទិញយកមកលក់បីជាខាតក៏ដោយក៏យកមកលក់នៅក្នុងតម្លៃត្រឹមតែ100 បាតសម្រាប់មួយផ្លែដែរអញ្ចឹងអូចុចកណ្ដឹងចុចអីញ៉ៃពេញហ្នឹងអញ្ចឹងវិធីនៅក្នុងការលក់អនឡាញរបស់គេក៏មានអ្នកចុចទិញមែនប៉ុន្តែសួរថាអ្នកទិញនឹងបានត្រេនទេខ្លះក៏អត់តាន់បានត្រេនដែរព្រោះប្រកាសប្រាប់ថាមានប្រហែលជា1លានផ្លែហ្នឹងមាន1លានផ្លែដូចតែប្រកាសទេគឺអត់ទេព្រោះអ្នក order ទិញបានដល់ប្រហែលជា1000-2000 order តែប៉ុណ្ណោះអា100 បាតមែនតើណាហើយអាផ្លែដែលរៀបចំមកឲ្យក៏មិនមែនជាផ្លែត្រេនដែលលំដាប់ premium ដូច PewDiePie និយាយនោះដែរក្រោយពេលដែល PewDiePie ឡាយលក់ម្ចាស់ចការត្រេនចេញមកជេរគ្រប់គ្នាមកព្រោះនេះគឺជាដើមរដូវកាលត្រេនគេលក់មួយផ្លែយ៉ាងហោចនោះក៏បាន5-600 បាតដែរអត់មាន100 បាតទេដល់ពេល PewDiePie លក់លក្ខណៈបែបហ្នឹងគេថាលក់កាត់មុខគេពីរគឺគេរិះគន់ថាហេតុអីបានលក់នៅក្នុងតម្លៃ100 បាតនិយាយប្រម៉ូទថាសិតតែគុណភាពលំដាប់ premium តែជាក់ស្ដែងវាអត់បានលក្ខណៈអញ្ចឹងខាងក្រសួងពាណិជ្ជកម្មអ្នកនាំពាក្យគេចេញមកនិយាយថារឿងការចេញមកសហការជាមួយនឹងអ្នកលក់អនឡាញក្នុងការចែកចាយផ្លែឈើរបស់ថៃជាសេដ្ឋីនេះសម្រាប់តែគោលដៅនៅក្នុងការលក់ឬក៏ចែកចាយផ្លែតរេនលំដាប់ gradeទៀបតែប៉ុណ្ណោះរឿងលក់ក្នុងតម្លៃមួយផ្លែ100 បាតជាតម្លៃរបស់ PewDiePie អ្នកកំណត់ខ្លួនឯងតែសម្រាប់រដ្ឋអត់បានដឹងឮតាក់ទងរឿងហ្នឹងជាមួយទេប៉ុន្តែអាពេលដែល PewDiePie និយាយប្រម៉ូទថតវីដេអូហ្នឹង100 បាត premium ចេះអញ្ចោះអ៊ីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏អើនៅនឹងហើយសម្រាប់ PewDiePie នេះជាប្រវត្តិទាំងម្ចាស់ចការទាំងខាងអ្នកទិញគឺជេរដូចគ្នាម្ចាស់ចការប្រាប់ថាបើសិនជាយកមែនតែនតម្លៃ100 បាតទិញពីចការគាត់បានគឺមានតែផ្លែទូចតែប៉ុណ្ណោះសម្រាប់ដើមរដូវកាលបែបនេះខ្ញុំគិតថាខាងម្ចាស់ចការនោះអត់ទាន់ដឹងថាទំហំនៅក្នុងការខាត់បងសម្រាប់ការដែលมันអាចលក់ត្រេនចេញបានសម្រាប់ឆ្នាំនេះវាធំធេងប៉ុណ្ណាតែខាងរដ្ឋរបស់ប្រទេសថៃដឹងព្រោះស្ទង់ដឹងថានេះត្រេនឬក៏ផ្លែឈើដែលនាំចេញទៅប្រទេសកម្ពុជាអត់បានហ្នឹងវាមានប្រមាណលានតោនអញ្ចឹងត្រូវទៅរកវិធីប៉ុន្តែអាការរកវិធីហ្នឹងគឺវារកមកចំពេលដែលទៅដើមរដូវកាលហើយខាងម្ចាស់ចការតរេនទាំងឡាយទាំងពួងនឹងជឿជាក់ថាតរេនរបស់ខ្លួនឯងលក់បានតរេនរបស់ខ្លួនឯងលក់ចេញហើយចាក់ស្ដែងគឺឯងនឹងលក់ចេញបានលក់បានតម្លៃខ្ពស់មែនដោយសារតែវាដើមរដូវកាលវាមិនមែនពាក់កណ្ដាលនៃរដូវកាលឬក៏អាពេញដែលប្រមូលផលឡើយទៅកាត់រឿងឆ្លោះគ្នាបែបហ្នឹងតែបើសិនជាឧទាហរណ៍ថា PewDiePie មកឡាយលក់តម្លៃ100 បាតហ្នឹងក្នុងឡុងពេលដែលប្រមូលផលពេញទីខ្ញុំថាមានតែម្ចាស់ចការអង្វរសុំឲ្យឡាយលក់ទៀតហេតុផលពីព្រោះវាប្រកាសជាសល់ច្រើនជឿថាអញ្ចឹងវាប្រកាសជាសល់ច្រើនពួកខ្មែររបស់យើងនេះនិយមហូបផ្លែឈើថៃមិនធម្មតាមិនមែនត្រឹមតែបន្ទាត់ព្រំដែនអីកណ្ដាលក្រុងទៅហើយក៏មានផ្លែឈើរបស់ថៃហូបដែរគ្រាន់ថាបើពួកយើងដែលមានលទ្ធភាពបន្តិចទៅហូបតរេនហូបអីក៏សួរអញ្ចឹងបោះថៃមិនមែនអីមិនមែនបើថាបោះថៃគឺអត់ទិញអីអញ្ចឹងអាការមុនពេលដែលយើងធ្វើពិធីការឬក៏មានបញ្ហាមួយគ្នាតែមកដល់ពេលនេះគឺអត់អាចនាំចេញមកដែលឆ្លោះគ្នាគឺឆ្លោះគ្នាដោយសារអញ្ចឹងភ័យពេកប្រហែលជាខាងក្រសួងនឹងភ័យពេកត្រេនដឹងសល់ច្រើនហើយអញ្ចឹងហៅវិធីហើយដល់ពេលហៅវិធីទៅរកខាង influencer របស់ចិនរបស់អីចឹងវាអត់មានបញ្ហាទេក៏ធម្មតាតែលក់ក្នុងតម្លៃក៏មិនថោកដល់ថ្នាក់100 បាតនៅក្នុងមួយផ្លែដូច PewDiePie ឡាយដែរតែដល់ពេលស្រាប់តែមករក PewDiePie ពួយអញ្ចឹងបណ្ដោយទីបំផុតគេជេរប្រងព្រាតហើយយើងចាំមើលបន្តទៀតអានេះគឺគ្រាន់តែជំហានដំបូងនៃដើមរដូវកាលក្នុងការប្រមូលផលតរេនរបស់ប្រទេសថៃតែប៉ុណ្ណោះវាមានតែរឿងឆ្លេឆ្លាកម្រិតនេះហើយចាំមើលអាពាក់កណ្ដាលឬក៏អាពេលពេញប្រមូលផលទៀតថាតើវាកម្រិតណាបន្ថែមទៀតហើយនឹងមួយទៀតតកតងទៅនឹងរឿងចិនម្ដងនៅចិននោះយើងដឹងថាក៏ព្យាយាមដាំផ្លែឈើអីផ្សេងទាំងឡាយព្យាយាមទីពឹងខ្លួនឯងលែងទិញរបស់របររបស់ប្រទេសដទៃឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបានបើកប្រទេសទទួលភ្ញៀវទៅចោអភិវឌ្ឍមែនតែននៅខាងចិនបើមិននិយាយដល់រឿងប្រេងដែលត្រូវទិញពីអូប៉ិចមកមួយឆ្នាំច្រើនពាន់លានបារ៉ែលអីចឹងទៅប៉ុន្តែខណៈនេះគឺចិនអាចកាត់បន្ថយការប្រើប្រាស់ប្រេងដែលទិញពីគេជំនួសនៅអគ្គិសនីវិញទាំងឡានទាំងម៉ូតូទាំងអីទាំងឡាយហ្នឹង
បានរហូតដល់ទៅមួយថ្ងៃកាត់បន្ថយការប្រើប្រាស់ប្រេងរហូតដល់ទៅ1លានបារ៉ែលនៅក្នុងមួយថ្ងៃហើយគេកំពុងតែបន្តការអភិវឌ្ឍធំទាំងអស់នឹងទៀតអភិវឌ្ឍទៅក្នុងកសិកម្មគឺគេលក្ខណៈបែប AI អស់ហើយតរៀនក៏ចាប់ផ្ដើមដាំផ្លែឈើទាំងអស់នឹងបានដូចគ្នាគ្រាន់ថារសជាតិវាក៏ទៅតាមដីដាំដុះអីចឹងតែបើសិនជាខាងចិនអភិវឌ្ឍអត់ឈប់អញ្ចឹងជឿថាអនាគតប្រកាសជាអាចដាំនៅតរៀនដែលមានគុណភាពឬក៏រសជាតិស្តៀងជាមួយនឹងតរៀនរបស់ថៃឬក៏អាចឆ្ងាញ់បានប្រហែលតរៀននៅខ្មែរយើងហ្មងក៏ថាបានដែរនៅថ្ងៃខាងមុខព្រោះអភិវឌ្ឍអត់ឈប់ហ្មងអភិវឌ្ឍអត់ឈប់រហូតដល់ថ្នាក់អីនេះចុងក្រោយនេះគឺបន្ថែមនៅជំនាញនៅក្នុងការសិក្សាផ្នែកបញ្ញាបត្ររបស់សាកលវិទ្យាល័យនៅប្រទេសចិនរហូតដល់ទៅ38មុខទៀតដើម្បីស្របជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិដើម្បីដើរឲ្យទាន់យុគទាន់សម័យគេហៅយុគសម័យនៃវិទ្យាសាស្ត្រយុគសម័យបច្ចេកវិទ្យាជំនាន់ក្រោយមុខវិជ្ជាទាំង38ដែលគេបូកបន្ថែមនេះគឺដែលឃើញវាអស្ចារ្យមិនដែលនឹកស្មានថាវាមានគឺមានទាំងrobot សម្រាប់កសិកម្មវិទ្យាសាស្ត្រវិស្វកម្មតាក់ទងរ៉ែឬក៏រ៉ែដែលកម្រមានផ្នែកផលិតកម្មជីវសាស្ត្រមានផ្នែកបញ្ញាសិប្បនិម្មិតរូបវន្តវិទ្យាសាស្ត្របច្ចេកវិទ្យាខួរក្បាលកុំព្យូទ័រពាណិជ្ជកម្ម digital មានហិរញ្ញវត្ថុ digital វប្បធម៌ទេសចរ digital ហើយនិងបញ្ញាសម្បនិម្មិតអាជីវកម្មនិយាយគឺតាក់ទងទៅនឹងរឿង AI ទាំងអស់តែម្ដងវាទំនើបដល់ថ្នាក់ហ្នឹងហើយសិស្សតូចរបស់គេគឺរៀនអំពីវិធីប្រើប្រាស់ AI ហើយដើម្បីបំពេញនៅតម្រូវការកម្លាំងពលកម្មខាងផ្នែកនឹងនៅថ្ងៃអនាគតរបស់ប្រទេសចិនគេដើរដល់នឹងហើយផ្នែកមួយចំនួនដែលនៅក្នុងវិស័យអប់រំខាងផ្នែកបញ្ញាបត្រស្រុកខ្មែររបស់យើងនៅខាងប្រទេសចិនគេដកចេញពីកម្មវិធីសិក្សាបញ្ញាបត្ររបស់គេឲ្យព្រោះគេប្រើ AI ជំនួសបានហើយគេមករៀនគេមានផ្នែកគឺផ្នែកតាក់ទងទៅនឹងខាងការប្រើ AI ឲ្យជាប្រយោជន៍បានសម្រាប់សង្គមជាតិនៅថ្ងៃអនាគតបែបហ្នឹងវិញបើសិនជាយើងចង់ឲ្យស្រុកខ្មែររបស់យើងមានលក្ខណៈនេះដែរខ្ញុំថាឯនេះយើងយូរបន្តិចគ្រាន់ថាប្រកាសជាមាននៅថ្ងៃអនាគតគិតថាអញ្ចឹងតែបើសិនជាបងប្អូនរបស់យើងនៅក្មេងៗឡើយនិយាយតាមត្រង់បើសិនជាខ្ញុំនៅក្មេងជាងនេះអត់សូវឈឺចង្កេះដូចឥឡូវនេះខ្ញុំតំណងជារៀនតទៅចិនទៅអីអញ្ចឹងដែរព្រោះវាបានទាំងភាសាបានទាំងបទពិសោធន៍បានទាំងចំណេះជំនាញបើសិនជាបងប្អូនរបស់យើងនេះមានសមត្ថភាពយើងខិតខំប្រឹងប្រែងរៀនសូត្រទៅបន្តផ្នែកបញ្ញាបត្រនៅក្រៅប្រទេសបើសិនជាទៅខាងក្រៅប្រទេសប៉ៃរ៉ុបអីយើងមើលទៅលទ្ធភាពនៅរៀងឆ្ងាយអញ្ចឹងក៏ត្រឹមចិនចំណាយក៏មិនសូវជាច្រើនប្រហែលហើយក៏ខ្លាំងដូចគ្នាយើងយកចំណេះជំនាញទាំងអស់ហ្នឹងយកមកបដោះបដាលបើសិនឧទាហរណ៍ទៅរៀនចប់អាចធ្វើជាសាស្ត្រាចារ្យអញ្ចឹងទៅមកនេះមកបដោះបដាលក្មេងៗជំនាន់ក្រោយរបស់កម្ពុជារបស់យើងដើម្បីជួយទៅដល់ការអភិវឌ្ឍប្រទេសយើងបីឲ្យប្រទេសយើងរីកចម្រើនខ្លាំងជាងនេះជាពិសេសគឺប្រកួតប្រជែងជាមួយនឹងបណ្ដាប្រទេសជិតខាងតែម្ដងរឿងរដ្ឋត្រូវធ្វើបែបណាចាត់ការដោះស្រាយអីមិនអាហ្នឹងក៏ការងាររបស់រដ្ឋប៉ុន្តែសម្រាប់ពួកយើងដែលជាប្រជាពលរដ្ឋធម្មតាយើងមានសមត្ថភាពយើងមានសិទ្ធិយើងអាចស្វះស្វែងរកអនាគតរបស់យើងឲ្យវាល្អវាទៅចាស់ទៅចង់បានណាដោយស្នាដៃរបស់យើងបានដោយរឿងបែបខិតខំប្រឹងប្រែងរៀនសូត្រតអាហារូបករណ៍ឬក៏អីទាំងអស់ហ្នឹងដើម្បីទៅរៀននៅក្រៅប្រទេសសិតតែយើងអាចធ្វើទៅបានអាហ្នឹងក៏ជាផ្លូវមួយទៀតដើម្បីជួយទៅដល់ការអភិវឌ្ឍប្រទេសជាតិដែរនេះគំនិតរបស់ខ្ញុំណាដឹងបងប្អូនយើងយល់យ៉ាងណានោះឡើយអូខេស្គាល់ជាប្រយោជន៍ខ្លះក្នុងការមើលរឿងរ៉ាវថ្មីពី Channel ចាំជួបគ្នាវីដេអូក្រោយជម្រាបលា